ជំរាបសួរលោកអ្នកនាងនិងសូមស្វាគមន៍មកកាន់កម្មវិធីព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃនេះយើងនឹងធ្វើការអាប់ដេតអំពីស្ថានភាពទីផ្សារមាសដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងនៅថ្ងៃទី27ខែឧសភាឆ្នាំ2026នេះជាថ្មីម្ដងទៀតទីផ្សារមាសអន្តរជាតិបានជួបនឹងសម្ពាធធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល3ថ្ងៃចុងក្រោយនេះគិតត្រឹមថ្ងៃពុធនេះតម្លៃមាសបានធ្លាក់ចុះមកនៅត្រឹមប្រហែល$4,454ក្នុង1អោនការធ្លាក់ចុះនេះកើតឡើងចំពេលដែលអ្នកវិនិយោគកំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកអ្នកជំនាញផ្នែកទំនិញបានលើកឡើងថាមាសកំពុងតែស្ថិតក្នុងស្ថានភាពស្ទាក់ស្ទើររវាងកត្តាពីរម្ខាងគឺភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ាដែលជាធម្មតាជួយទ្រទ្រង់តម្លៃមាសឲ្យឡើងថ្លៃក្នុងនាមជាទ្រព្យសុវត្ថិភាពប៉ុន្តែម្ខាងទៀតការរឹងមាំនៃប្រាក់ដុល្លារនិងការព្រួយបារម្ភអំពីគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកបានដាក់សម្ពាធឲ្យតម្លៃមាសថយចុះវិញសម្រាប់អ្នកវិនិយោគការតាមដានកម្រិតតម្លៃនៅចន្លោះ$4,450គឺជារឿងដ៏សំខាន់បំផុតនៅពេលនេះប្រសិនបើតម្លៃធ្លាក់ចុះក្រោមនេះវានឹងអាចបង្កឲ្យមានការលក់ចេញកាន់តែខ្លាំងយ៉ាងណាក៏ដោយអ្នកវិភាគមួយចំនួននៅតែរក្សាភាពសុទិដ្ឋិនិយមសម្រាប់រយៈពេលវែងដែលរំពឹងថាវាអាចនឹងកើនឡើងវិញនៅចុងឆ្នាំនេះគឺជាព័ត៌មានសង្ខេបសម្រាប់ទីផ្សារមាសនៅថ្ងៃនេះសូមលោកអ្នកបន្តតាមដានការវិវត្តថ្មីៗបន្ថែមទៀតសូមអរគុណសម្រាប់ការតាមដាននិងជួបគ្នានៅពេលក្រោយ